នឹងមានរឿងអ្វីកើតឡើងប្រសិនបើសង្គ្រាមលោកលើកទី3កើតឡើងប្រសិនបើសង្គ្រាមលោកលើកទី3ត្រូវបានផ្ទុះឡើងមែនវាអាចនឹងបណ្ដាលឲ្យមានវិបត្តិដ៏ធ្ងន់ធ្ងរក្នុងទម្រង់ទ្រង់ទ្រាយជាសកលហើយច្បាស់ជាធ្ងន់ធ្ងរជាងសង្គ្រាមលោកលើកទី1និងលើកទី2ទាំងនេះជារឿងទាំង7យ៉ាងដែលនឹងកើតមានឡើងប្រសិនបើសង្គ្រាមលោកលើកទី3ផ្ទុះឡើងមែនដោយផ្អែកទៅលើធាតុនិងវិមាត្រនៃចំនួនទី1សង្គ្រាមនុយក្លេអ៊ែរប្រទេសមហាអំណាចនិងប្រទេសដែលមានអំណាចជាច្រើនសុទ្ធតែកាន់កាប់អាវុធនុយក្លេអ៊ែរដូច្នេះសង្គ្រាមលោកលើកទី3អាចនឹងនាំមកនូវការវាយប្រហារដោយប្រើប្រាស់អាវុធទាំងនេះដែលនឹងបណ្ដាលឲ្យបាត់បង់ជីវិតប្រជាជនជាច្រើនសន្ធឹកសន្ធាប់ទីក្រុងទាំងមូលនឹងត្រូវបានបំផ្លិចបំផ្លាញទាំងស្រុងធាតុវិទ្យុសកម្មនិងប៉ះពាល់ដល់សុខភាពរយៈពេលយូរដូចជាការបង្កឲ្យមានពិការភាពពីកំណើតរបស់ទារកនិងជំងឺមហារីកជាដើមធ្វើឲ្យមានរដូវរងានុយក្លេអ៊ែរដែលសីតុណ្ហភាពទូទាំងពិភពលោកធ្លាក់ចុះមួយរំពេចធ្វើឲ្យដំណាំខាត់ផងនិងអាចបណ្ដាលឲ្យមានគ្រោះទុរភិក្សកើតឡើងទី2សង្គ្រាម Cyber និងសង្គ្រាមអវកាសមិនដូចសង្គ្រាមមុននោះទេសង្គ្រាមលោកលើកទី3អាចនឹងរួមបញ្ចូលទាំងការវាយប្រហារ Cyber លើបណ្ដាញអគ្គិសនីប្រព័ន្ធទំនាក់ទំនងអ៊ីនធឺណិតនិងធនាគារផ្កាយរណបអាចជាគោលដៅមួយត្រូវបានវាយប្រហារដែលធ្វើឲ្យប្រព័ន្ធចាប់ទីតាំងសកលហៅកាត់ GPS អ៊ីនធឺណិតនិងការសម្របសម្រួលផ្នែកយោធានឹងត្រូវបានកាត់ផ្តាច់សង្គ្រាមព័ត៌មានកាត់ឡើងដូចជាព័ត៌មានคล้ายៗនិងការប្រតិបត្តិការបំភ័យផ្លូវចិត្តអាចនឹងមានអានុភាពយ៉ាងខ្លាំងទី3ការដួលរលំសេដ្ឋកិច្ចជាសកលសេដ្ឋកិច្ចនឹងរលាយខ្សែសង្វាក់ផ្គត់ផ្គង់នឹងត្រូវផ្អាកហើយប្រជាជនរាប់លាននាក់នឹងត្រូវរត់ចោលទីលំនៅប្រទេសនានានឹងចាប់ផ្ដើមចែករំលែកធនធានដាក់ច្បាប់យោធានិងមានភាពចលាចលឬការបោះបោរគ្រប់ទីកន្លែងវិបត្តិអន្តោប្រវេសន៍និងការប៉ះទង្គិចតាមព្រំដែននឹងកើតមានឡើងដោយមនុស្សជាច្រើនគេចចេញពីតំបន់ដែលកំពុងត្រូវបានបំផ្លិចបំផ្លាញទី4អាវុធជីវសាស្ត្រនិងគីមីប្រសិនបើអាវុធប្រភេទនេះត្រូវបានគេប្រើប្រាស់វានឹងសម្លាប់មនុស្សរាប់លាននាក់យ៉ាងស្ងៀមស្ងាត់និងធ្វើឲ្យប្រព័ន្ធសុខាភិបាលដួលរលំវីរុសឬជាតិពុលអាចនឹងប្រែប្រួលឬភាយចេញពីបន្ទាយពិសោធន៍បង្កជាជំងឺរីករាលដាលជាសកលលោកទី5សេនាធិការយោធាត្រូវការកងទ័ពទូទាំងប្រទេសជាច្រើននឹងស្ដារឡើងវិញនៅប្រព័ន្ធប្រតិបត្តិការឲ្យចូលបម្រើការជាយោធាយុវវ័យក្មេងៗនឹងត្រូវបានបង្ខំឲ្យធ្វើជាទាហានដើម្បីចូលរួមធ្វើសង្គ្រាមនេះជាហេតុដែលបណ្ដាលឲ្យពួកគេមានវិបត្តិផ្លូវចិត្តទី6ផលវិបាកក្រោយសង្គ្រាមផលវិជ្ជមានដែលល្អបំផុតក្រោយសង្គ្រាមគឺសន្តិភាពនឹងត្រូវបានព្រមព្រៀងសម្របសម្រួលប្រទេសជាតិចាប់ផ្ដើមស្ដារឡើងវិញក្រោមកិច្ចព្រមព្រៀងសន្តិភាពថ្មីផលអវិជ្ជមានដែលអាក្រក់បំផុតក្រោយសង្គ្រាមគឺអរិយធម៌ត្រូវបានដួលរលំអាចចូលទៅក្នុងសម័យកាលដ៏ខ្មៅងងឹតថ្មីមួយឬអាចនឹងផុតពូជមនុស្សនៅលើភពផែនដីនេះតែម្ដងអ្នកដែលនៅរស់សេសសល់ពីសង្គ្រាមអាចនឹងត្រូវស្ថាបនាសង្គមឡើងវិញដោយពឹងផ្អែកលើរបួសចាស់នៃសង្គ្រាមរៀនសូត្រពីសង្គមចាស់ឬធ្វើកំហុសដដែលម្ដងទៀតទី7ការផ្លាស់ប្ដូរវប្បធម៌និងសីលធម៌មនុស្សអាចបាត់បង់ជំនឿជាក់លើស្ថាប័នអន្តរជាតិរដ្ឋាភិបាលមេដឹកនាំឬមនុស្សជាតិទាំងមូលមនុស្សផ្សេងទៀតអាចនឹងរួមគ្នាដើម្បីទាមទារឲ្យមានការរួបរวมខ្លាំងក្លាជាងមុនរដ្ឋាភិបាលសកលនិងចលនាសន្តិភាពនឹងត្រូវបានបង្កើតឡើងដោយជាការបង្កើតឲ្យមានអង្គការសហប្រជាជាតិហៅកាត់ UN ក្រោយសង្គ្រាមលោកលើកទី2ដូចនោះដែរសរុបមកប្រសិនបើសង្គ្រាមលោកលើកទី3ត្រូវបានផ្ទុះឡើងពិតប្រាកដមែននោះនឹងមានវិបត្តិមួយដែលមិនអាចមានអ្នកណាឈ្នះពិតប្រាកដឡើយគឺមានតែភាពបាត់បង់ការខូចខាតវិនាសអន្តរាយក្នុងកម្រិតខុសៗគ្នាតែប៉ុណ្ណោះតើលោកអ្នកយល់យ៉ាងណាដែរ